អរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំហើយថ្ងៃហ្នឹងខ្ញុំមានសាច់រឿងមួយទៀតចង់មកចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាដែលជាសាច់រឿងមួយមិនមែនកើតឡើងនៅប្រទេសខ្មែរទេគឺនៅប្រទេសថៃអឺជាសាច់រឿងរបស់បងប្អូនម្នាក់ដែលគាត់ដែលមានភរិយាប្រពន្ធហ្នឹងគឺជាជនជាតិថៃហើយគាត់បានទៅផ្ទះបងប្អូនក៏ប៉ុន្តែយប់ដែលគាត់ទៅហ្នឹងគឺទៅតែឯងទេដល់ចង់ដល់ធ្វើឲ្យគាត់បានជួបហេតុការណ៍នៅក្នុងឡានតាក់ស៊ីហើយធ្វើឲ្យគាត់លក្ខណៈគាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនមកព្រោះគាត់ជួបស្រស់ៗពេកដែលធ្វើឲ្យគាត់ភ័យខ្លាចតក់ស្លុតហើយចងចាំរឿងហ្នឹងរហូតដល់ចែកម្លែកមកកាន់ខ្ញុំអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរចូលស្ដាប់សាច់រឿងពេញទាំងអស់គ្នាហ្មងទៅហើយអរគុណផងសម្រាប់អ្នកដែលចូលចិត្តនៅវីដេអូរបស់ខ្ញុំព្រោះវីដេអូសារនេះខ្ញុំផុសទៅបាន view អញ្ចឹងខ្ញុំក៏មានកម្លាំងចិត្តមានរឿងរកអីដើម្បីជូនទៅកាន់ទស្សនិកជនដែលបានពេញចិត្តនៅ channel របស់ខ្ញុំអញ្ចឹងកុំឲ្យខាត់ពេលយូរហ្មងយើងចូលទៅកាន់វីដេអូទាំងអស់គ្នាហ្នឹងហើយសាច់រឿងដំបូងគឺបងប្អូនម្នាក់ដែលគាត់មានឈ្មោះថាបងដនគាត់ដំបូងគាត់ជាប្រជាជនខ្មែរទេក៏ប៉ុន្តែគាត់ជាជនចំណាក់ស្រុកគេហៅថាទៅធ្វើការនៅប្រទេសថៃហៅពលករស្រុកថៃហ្នឹងហើយគាត់អត់បញ្ចេញគាត់សុំមិនបញ្ចេញខេត្តបញ្ចេញទេគាត់ថាដឹងតែខេត្តហ្នឹងគឺឆ្ងាយពីគាត់ទៅធ្វើការចិត្តក្រុងថេបអធិស្ឋានគាត់ទៅធ្វើការចិត្តក្រុងថេបអញ្ចឹងក៏បានក្រុងថេបគឺបាងកកហ្នឹងណាអញ្ចឹងក៏បានតាក់ទងគាត់ទៅធ្វើការរយៈពេលដូចជាមួយឆ្នាំជាង2ឆ្នាំហ្នឹងគាត់ក៏បានសំលុយសំអីបានខ្លះក៏បានមានតំណែងតំណងស្នេហាជាមួយនឹងបងស្រីត្រូវជាប្រពន្ធរបស់គាត់សប្តាហ៍ថ្ងៃហ្នឹងគាត់ក៏បានតាក់ទងស្រឡាញ់គ្នារហូតដល់បានរៀបការហ្នឹងហើយបន្ទាប់ពីការរយៈពេល1ឆ្នាំគាត់បានធ្វើការជាមួយគ្នាហ្នឹងថ្ងៃមួយយប់មួយហ្នឹងគឺគាត់បានទទួលដំណឹងពីគ្រួសារខាងប្រពន្ធរបស់គាត់ថាមានសាច់ញាតិត្រូវបានស្លាប់ដោយផ្ទះបាញ់អញ្ចឹងអ្នកនរគ្នាត្រូវស្លាប់ដោយផ្ទះបាញ់គឺយប់កើតហេតុមានន័យថាអញ្ចឹងខ្ញុំចង់បញ្ជាក់បន្តិចគ្រួសារខាងប្រពន្ធទេប្រាប់ប្រពន្ធទេប្រាប់បាក់ជាម៉ោងខ្ទង់ម៉ោងអាសៀលហើយម៉ោង5ម៉ោងអធិស្ឋានម៉ោង3 4 5អញ្ចឹងណាគាត់ថាម៉ោង3 4 5ហើយចៃដន្យអីថ្ងៃហ្នឹងប្រពន្ធរបស់គាត់មានតរៈចតរវល់ថែមម៉ោងហើយបានសន្យាជាមួយគេទៀតសន្យាមានតែសន្យាជាមួយគេអញ្ចឹងគាត់ចេញពីធ្វើការបងប្រុសគាត់ចេញធ្វើការម៉ោង5កន្លះហ្នឹងគាត់មកដល់ផ្ទះរបស់គាត់ថាប្រពន្ធគាត់មិនការហើយក៏ប៉ុន្តែនៅផ្ទះជួលទេមិនទាន់មានធំដុំមានផ្ទះមានអីនៅខ្លួនឯងទេណាមានដែរផ្ទះនៅស្រុកខ្សែលក្ខណៈនៅតាមជនបទនៅតាមភូមិនៅតាមខេត្តនិយាយរួមទៅចុះពីក្រុងថេបទៅវានៅតាមខេត្តអញ្ចឹងគាត់បានមកដល់បន្ទប់ជួលហើយប្រពន្ធគាត់ក៏បានខលមកប្រាប់ថាសាច់ញាតិរបស់គាត់ត្រូវបានស្លាប់ដោយផ្ទះបាញ់អញ្ចឹងបងឯងទៅតិចទៅមុនអូនទៅស្អែកចាំអូនឡើងទៅតាមក្រោយអញ្ចឹងណាហើយបងប្រុសដោយសារតែគាត់នៅមួយប្រពន្ធធ្វើម៉េចបងប្អូនស្លាប់ហើយយើងមិនត្រូវមានទូនាទីទៅគោរពវិញ្ញាណក្ខន្ធនិងចូលរួមលេខទុកដល់បងប្អូនឯណាមួយយើងទៅជួយនេះជួយនោះអញ្ចឹងណាដល់ពេលគាត់ក៏បានសម្រាប់ចិត្តគាត់ទៅទាំងយប់ហ្នឹងម៉ោង5កន្លះគាត់មកដល់ផ្ទះហ្នឹងគាត់ក៏បានរៀបចំសម្ភារៈរបស់គាត់ធ្វើដំណើរចេញពីក្រុងថេបទៅកាន់ខេត្តគាត់ថាខេត្តឆ្ងាយពីក្រុងថេបបើជិះឡានជិះទៅខេត្តហ្នឹងមួយតង់ហើយគាត់ជិះពីខេត្តចូលទៅភូមិមួយតង់ទៀតព្រោះដោយសារផ្ទះប្រពន្ធគាត់ហ្នឹងម្ដាយរបស់ប្រពន្ធគាត់ហ្នឹងនៅលក្ខណៈថាតំបន់ចង់ជាហ្នឹងហើយជាខេត្តដែរតែភូមិចុះទៅជ្រៅទៀតអញ្ចឹងគាត់ក៏បានធ្វើដំណើរតាមឡានឈ្នួលមួយមកដល់ខេត្តលបាក់ជាម៉ោង7កន្លះ8យប់អញ្ចឹងវាយប់ល្ងឹតហើយអញ្ចឹងវាអត់មានឡានជិះទេអត់មានឡានជិះគាត់ក៏ឃើញមានឡានតាក់ស៊ីមួយឡានឈ្នួលចេញពីខេត្តហ្នឹងពីទីរួមខេត្តទៅភូមិឃុំស្រុកហ្នឹងស្រុកប្រពន្ធគាត់ហ្មងអញ្ចឹងណាអញ្ចឹងក៏បានជជែកសួរនាំឡានហ្នឹងក៏ប៉ុន្តែគាត់ថាគាត់អត់ចង់ជិះទេឡានហ្នឹងព្រោះដោយសារគាត់មានអារម្មណ៍ចម្លែកពេលមើលឡានហ្នឹងលក្ខណៈថាឡានគាត់ថាឡានហ្នឹងមានភាពចម្លែកដោយសារតែវាទីមួយចាស់ផងហើយអ្វីដែលចម្លែកខ្លាំងគាត់ថាម្ចាស់ឡានតកងឡានដែលនិយាយហ្នឹងលក្ខណៈនិយាយមកគាត់ល្វើដូចលក្ខណៈបាត់មនុស្សបាត់បងស្មារតីបើយើងនិយាយទៅលក្ខណៈល្វើនិយាយដូចខូចចិត្តអីមួយសួរមួយម៉ាត់ឆ្លើយអញ្ចឹងណាគាត់ក៏មានអារម្មណ៍ថាដូចអត់សូវចង់ជិះព្រោះខ្លាចមនុស្សញៀនថ្នាំញៀនអីអញ្ចឹងណាគាត់គិតក្នុងចិត្តថាអញ្ចឹង
ហើយឬក៏ខ្លាចគាត់សពឹងស្រាយអញ្ចឹងទៅក៏ប៉ុន្តែវាមិនមានចម្រើសអីទេសម្រាប់គាត់ក៏បានថាមកឡានហ្នឹងទៅហ្មងទៅព្រោះគាត់ក៏នៅចាំភ្ញៀវអញ្ចឹងមិនងាយបានទៅអញ្ចឹងគាត់មកឡានទៅគាត់ក៏បានលើកអីវ៉ាន់របស់គាត់ដាក់នៅគូតឡានរបស់តកងឡានហើយតកងឡានហ្នឹងអត់ចុះមកទៀតមានតែគាត់អត់ខ្វល់ឲ្យអ្នកភ្ញៀវលើកអីវ៉ាន់ដាក់ខ្លួនឯងអញ្ចឹងទៅបិទគូតបិទអីអញ្ចឹងទៅហើយគាត់ក៏ចូលក្នុងឡានទៅគាត់ចូលអង្គុយកៅអីក្រោយហើយមានមនុស្សស្រីម្នាក់អង្គុយចិត្តគាត់មនុស្សស្រីម្នាក់សក់វែងសក់មិនវែងហ្មងទេឡើងធំកហើយអង្គុយនៅកៅអីក្រោយមកគាត់ភ្ញាក់ហ៎ចេះថាអត់មានមនុស្សឲ្យខ្ញុំមកទៅហើយដល់ពេលហើយតកងឡានអត់ឆ្លើយតបឲ្យគាត់ក៏សួរគាត់មិនសួរទៀតទេគាត់និយាយអញ្ចឹងហើយគាត់និយាយលក្ខណៈភ្ញាក់ផងអីផងនិយាយទៅចេះតែអត់មានមនុស្សទេមកខ្ញុំមកទៅតែឯងដល់ពេលអញ្ចឹងតកងឡានក៏អត់មានឆ្លើយតបអីតកងឡានសួរថាគាត់ហើយនៅអញ្ចឹងណាហើយគាត់ក៏នឹកឃើញថាក៏គ្នាជាស្រីផងអញ្ចឹងមិនមកឲ្យជិះទៅមួយគ្នាហ្មងទៅព្រោះយប់ហើយគ្នាក៏មិនដឹងថាទៅហូឡាននៅអីណាដែរអញ្ចឹងគាត់ក៏អត់បាននិយាយអីដែរគាត់ក៏សួរតកងឡានក៏សួរអញ្ចឹងទៅគាត់ក៏បានឆ្លើយអូខេពូហើយអញ្ចឹងគាត់ក៏ចេញដំណើរទៅចេញដំណើរបានប្រហែលជា7 ម៉ោងគាត់ថានៅក្នុងឡានមានភាពត្រជាក់ខុសពីធម្មតាពេលដែលចូលដំបងវាអត់អីទេហើយឡានហ្នឹងម៉ាស៊ីនត្រជាក់គាត់ថាបើសិនជាម៉ាស៊ីនត្រជាក់ហ្មងវាត្រជាក់មុំទេតែអានេះត្រជាក់លក្ខណៈត្រជាក់ព្រឺគាត់ថាអញ្ចឹងគាត់ថាត្រជាក់ព្រឺជាហើយគាត់ព្រឺក្បាលត្រជាក់ហើយបើគាត់ព្រឺក្បាលហើយបើត្រជាក់ជាប់ហ្មងលក្ខណៈថាឡានម៉ាស៊ីនត្រជាក់ជាប់តែអត់ទេត្រជាក់មកស៊ឹបគាត់ព្រឺមកក្បាលដល់ចឹងខ្នងគាត់ជើងដល់អីហើយចាប់5ក្តៅវិញជួគាត់ក៏សួរតកងឡានថាបងពូឡានអត់បើកម៉ាស៊ីនត្រជាក់អីហើយម៉ាស៊ីនត្រជាក់ខូចអីឬក៏មិនបានម្ដងត្រជាក់ម្ដងក្តៅម្ដងត្រជាក់ម្ដងក្តៅអញ្ចឹងណាហើយតកងឡានក៏គាត់និយាយថាគាត់ឆ្លើយតែមួយម៉ាត់ទេបើកគាត់និយាយអញ្ចឹងនិយាយថាបើកហើយដល់ពេលអញ្ចឹងបងប្រុសម្ដងគាត់សង្ហាចិត្តទៅហើយគាត់គិតក្នុងចិត្តទៅជួយពេលនេះឈួតទេសួរមិនចង់និយាយចូលធ្វើដូចខ្មោចបន្តិចនេះបន្តិចមិនគាត់និយាយក្នុងចិត្តអញ្ចឹងណាគាត់ថាគាត់និយាយក្នុងចិត្តគាត់គិតក្នុងចិត្តហ្នឹងអញ្ចឹងហើយក៏អត់ហ៊ានលឺមកដែរបើគេនិយាយថាបើកអញ្ចឹងហើយក៏ជាទ្រាំជិះទៅតែទេសភាពក៏ស្ងាត់អញ្ចឹងទៅមានឡានយូរមួយអញ្ចឹងព្រោះដោយសារវាមានព្រៃមានអីជុំវិញផងភ្លើងឡានលឹមទៅអញ្ចឹងពេលខ្លះឃើញម៉ូតូមួយអញ្ចឹងទៅហើយគាត់ក៏ព្យាយាមនិយាយជាមួយនឹងតកងឡានព្រោះអត់ចង់ឲ្យស្ងាត់ពេកព្រោះឡានស្ងាត់គាត់ជិះតែឯងមួយអ្នកស្រីហ្នឹងក៏អត់និយាយដឹងតែនៅស្ងៀមមើលទៅមុខហើយតកងឡានក៏អញ្ចឹងគាត់ក៏ស្ងាត់ពេកគាត់លក្ខណៈថាចង់ប្រឡប់បរិយាកាសព្រោះគាត់ព្រឺដែរគាត់ខ្លាចមានបញ្ហាជាមួយជាពីរអញ្ចឹងគាត់ក៏ព្យាយាមនិយាយប្រឡប់និយាយអីអញ្ចឹងទៅសួរនាំរបស់ពូហ្នឹងក៏ពេលខ្លះឆ្លើយពេលខ្លះអត់អញ្ចឹងទៅដល់ផ្លូវកាយមួយពេលទៅដល់ផ្លូវកាយមួយសុកគាត់ឈប់ឡានឈប់ងឿតហ្មងហើយក៏សួរគាត់សួរពូថាពូមិនបានឈប់អញ្ចឹងហើយពូនោះក៏អត់និយាយដែរចុះពីលើឡានផ្លឹបចុះពីលើឡានគាត់ទៅជឿនោមដល់ធ្វើម្ដងគាត់ឡើងណាគាត់គិតក្នុងចិត្តមានរឿងអីអត់ព្រោះវាធ្លាប់មានព័ត៌មានថាជីឡានស្ងាត់អញ្ចឹងទៅប្លន់អីចឹងណាគាត់គិតក្នុងចិត្តគាត់ចេះតែភ័យព្រួយបារម្ភហើយក៏បានសួរម្នាក់ស្រីហ្នឹងថាមកពីខាងណាអញ្ចឹងណាបានសួរនាំនិយាយគ្នាអញ្ចឹងទៅហើយម្នាក់ស្រីគាត់ថាគាត់ទៅផ្ទះគាត់ទៅស្រុកគាត់ទៅចាំជួបប្តីគាត់ហើយបើតាមមើលទៅគាត់ថាម្នាក់ស្រីហ្នឹងងែលពោះរហូតអញ្ចឹងគាត់ថាអាចជាមានផ្ទៃពោះតែផ្ទៃពោះហ្នឹងមិនបានតន់គ្រប់ខែទេអាចជា 4-5 ខែណាពោះក៏មិនសូវធំហ្មងណាឃើញតែគាត់ងែលពោះអញ្ចឹងគាត់ក៏សន្និដ្ឋានគាត់ក៏ហ៊ានសួរអីច្រើនដែរគាត់ខណៈសន្និដ្ឋានបន្ទាប់ពីពូនិយាយគ្នាបានបងស្រីបន្តិចពូហ្នឹងក៏បានចូលក្នុងឡានវិញបើកធ្វើដំណើរបន្តអញ្ចឹងមុនហ្នឹងគាត់អត់បាននិយាយជាមួយនឹងបងស្រីទេគាត់ព្យាយាមនិយាយតែមួយតកងតែតកងនិយាយដូចមិនចង់និយាយមួយគាត់អញ្ចឹងគាត់ក៏ឈប់និយាយគាត់និយាយជាមួយនឹងបងស្រីម្នាក់ដែលគាត់បានជជែកមុនហ្នឹងក៏បានសួរនាំអញ្ចឹងទៅបងឯងនៅណានៅភូមិណាស្រុកណាអញ្ចឹងទៅគាត់ថាគាត់នៅភូមិខាងមុខគាត់នៅចាំប្តីគាត់ចេញទៅរត់តាក់ស៊ីក៏ប៉ុន្តែអត់មកផ្ទះទោះគាត់
nơi trăm ở đây là vùng trong thơ tà ná chỉ từ hộp ở đây ta hộp ở đây giờ có đau hộp ở đâyประมาณ khai ai hộp khơi tẹt tông có bàn tẹt tông ấy có trôi chẳng á thì bong phò có có su non bị co tam miên côn mà nè chắc á bong sấy cần vậy để bao tam nên là bên vậy sốc lại bong sấy nó dung hui hức là pe chống đón có tha cũng dung mình đừng ấy dương tôi bảo rộm tơ pe nó có tha có đăng ra bong sấy nó miên côn này bộ quan vậy có chỉ bẹp tha miên côn chẳng ở trong ấy dung ấy chẳng á lại là bà bò đo côn chẳng tao dung sập xua để bom bố có chết tao luôn tao tha thơ mày tê chỉ vật người dương vì miền tộc hiện luôn này chẳng nó con cà phê con còn vậy chẳng tao hay con sầm lăng mơ tao mốc cái chọn cái đá nó này ngọc này chọn cái đá lắm lên khơi đây bỏ tao con là nó bù con lá lên sầm lăng một con nhỏ mà sầm lăng con nhỏ hạt đôi chỉ ngó á hạt đôi chỉ ngó ta mình đang tham mấy cái con cọ thiên su con phừ con nhẹ phừ bằng đập bên khơi từ con lan bên đây sầm lăng mơ bằng khói còn chắc con cọp nhẹ cọ thiên lưu mò đây này nhưng cọp to từ nào một tiết hay cọp chi diêm vậy cho mùi năng bong sấy năng tiết chẳng á chi vậy tăng đâu con có scat đưa có scat dùng scat đây chẳng từ hay màn thủ tiết từ con lan nó có mơ một con tiết à cái bên đây bỏ con sầm lưng mơ dương thum lưng mơ con thum mà chia sẻ làm dương sầm lưng mơ con thum mà nhưng chẳng con có đại chật con sủa pu mơ cho mấy cái pu vì chẳng từ con lan của con đại chật sủa thà ao nay vậy mùa nào cái mà ngày ấy đợt bây chẳng con nhẹ rồi chứ nhóm vậy mới bon sấy cần được nông lan miền bay nè còn là lươn nông lan bay lẹ từ con lan tròn phèn prúp mong đợt bây là từ con lan tròn phèn nắng lẹ này là mình đi con đinh vậy bị từ bốn nhưng từ bốn quạt đi smự cái chọ vậy stop này ở trong bán á ta cần là lưu ta không lan bên bay nét bên nửa dày nè cái con chụp lan búp con nghĩa khỏi quạch mà nghĩa khỏi quạch ông anh cút đi anh khơi như kì chẳng con vậy chẳng vậy tờ lợn tờ lấy hết tờ lẹ mà hay còn đó có ta nhóm chỉ chơi mỗi con đó vậy bị bon sấy ta có kiểm soát có hộp ở đây ọt khơi ở đây có hộp taxi chứ nó chẳng bom pu hột tạ xí nó còn hột tập nhẹ thế này hôm nay cùng lên sai chứ không lan nó ăn miền này cái gì miền tây dương pi nhẹ đi giống á hay cần là con vậy trong club đòn con phù dù bol con nghĩa tôi can bong sấy nắng vậy bị tha khơi bong sấy nhóm đã hỏi thu tranh vì lơ lan thu tranh vì không lan mà thu tranh vì không lan con lẹ cái nào con nhẹ sai nhẹ rồi con phay rồi con thằng anh vậy mà ngại không màu cũng vẫn xong rồi nhung vậy cái phư ball này ngọt này có thằng vậy mà ngại không màu chứ đậpไป con xuân nó mà ôn hôm nay chụp mà đưa sấy nắng một mọt mạch con xuôi chẳng á con xuôi có tham một mọt trẻ môi trẻ pi chẳng tấu con còn vậy tha ôn pú hột taxi pú miền bập pôn muôi ngày năng pú kho đợt xa pú phật chỉ mùi nằng mặt phẹ nè hột lan chỉ mùi cái này dục đại bập pôn pú ọt sủ luôn bập pôn pú có tê phẹp đại tam phlau nằng phlau để dương chụp môn nắng ôn phlau để pú chụp chu nô môn nắng pú nó khơi nào cả lại nắng mình pú chụp có tha bập pôn quát ban mà trăm phlau quát đời pùi bà rong bị quát đang để mấy phliêng giật tắc mấy phliêngกับpung đập cô lon hăng hay pùi bà rong bị quát khai quát bạc lan sờ vằng bạc lan thưa bà co của thầy quát khai quát mà trăm được phlau nâng ôn với sẹp trái đón miên lan thôm công tờ nở môi bục quát thôi quát slap từng mà đai từng côn được con pua nở phlau môn nâng còn gì chăng á chương bong đón quát nhẹ hay quát lẹ cái nào thà smart đây liền mà quát mình nực saman tha quát chụp hạt ca đài sa hao đó thằng nắng á lẹ cái nào thà bậc quát vậy tao có thà bong sấy nó ăn mà luôn chỉ ở khơi đi khơi nu chỉ mới quát đây cả ta đôi chỉ miền này sai mới quát hạ đôi chỉ ba này vậy đây chỉ chạy lên mỗi quát trắng á hay ở bom pháo có quát ban vậy tha mua là hai đẹp pu ăn vậy ở đây pu nặc và pon côn pu pon cú và pon côn pu là bao cả ta quát ở đây ban khơi như sông bay tại vô sập đó còn ở đây khơi như quát miền bầm non và thana tha trong khơi bấm mục và pon quát
សុំឃើញជារូបរាងមិនក៏គាត់អត់ខ្លាចគាត់អត់ខ្វល់គាត់ចង់តែជួបប្រពន្ធគាត់ក៏ប៉ុន្តែគាត់អត់ដែរបានជួបរយៈពេលកន្លះឆ្នាំហើយគាត់ថាគាត់គាត់ធ្វើបុណ្យទិសកុសលគ្រប់យ៉ាងចង់តែឃើញប្រពន្ធគាត់សូម្បីតែបញ្យលសពក៏បានតែគាត់អត់ឃើញគាត់ខូចចិត្តធ្វើឲ្យគាត់បើកឡានគ្មានស្មារតីអីទាំងអស់ក៏ប៉ុន្តែដើម្បីជីវភាពវាត្រូវតែផឹងហោដើម្បីកូនប្រុសម្នាក់ទៀតនៅជាមួយយាយអញ្ចឹងណាគាត់ក៏និយាយអញ្ចឹងគាត់ក៏បានយំអញ្ចឹងទៅបងដនក៏បានដឹងសាច់រឿងថាអញ្ចឹងមានន័យថាគាត់ជួបរឿងដំបូងហ្នឹងប្រពន្ធរបស់បងប្រុសគាត់បាននៅក្នុងឡាននឹងស្រាប់ហើយនៅជាមួយនឹងបងប្រុសជារៀងរហូតក៏ប៉ុន្តែហេតុដូចជាมันមាននិស្ស័យជាមួយគ្នាมันអាចឃើញគ្នាបានឬក៏មិនក៏គាត់អត់ដឹងដែរគាត់ថាដឹងតែគាត់មកហ្នឹងដូចជាជួយដាស់ស្មារតីរបស់បងប្រុសអញ្ចឹងណាព្រោះបងប្រុសគាត់បានបងស្មារតីដូចនិយាយតាំងពីដំបូងអញ្ចឹងគាត់គ្មានព្រលឹងក្នុងការបើកឡានទេអញ្ចឹងនៅពេលដែលគាត់បានដឹងថាប្រពន្ធគាត់នៅថែរក្សានៅជាមួយគាត់រហូតអញ្ចឹងទៅគាត់ក៏មានស្មារតីគាត់ហ្នឹងមានតែបងដនហ្នឹងគាត់ជាអ្នកដូចជាអ្នកនាំសារឲ្យពីរអ្នកគាត់ហ្នឹងតាក់ទងគ្នាបានអញ្ចឹងណាព្រោះគាត់មើលអត់ឃើញប្រពន្ធគាត់ក៏អត់ដឹងថាម៉េចអត់ដែលបានជួបប្តីដឹងតែពេលគាត់មកហ្នឹងគាត់ចូលក្នុងឡានបានជួបបងស្រីនិយាយគ្នារហូតដល់បាននិយាយគ្នាជជែកគ្នារហូតដល់ធ្វើឲ្យគាត់ភ្ញាក់រហូតដល់គាត់ខ្លាចព្រឺសវល់រហូតឬនៅនឹកស្មានមិនដល់សម្រាប់គាត់អញ្ចឹងណាហ្នឹងហើយបន្តសាច់រឿងតិចទៀតបងប្រុសក៏លក្ខណៈថាគាត់ក៏បានរៀបរាប់ប្រាប់ទៅតាមអ្វីដែលគាត់ឃើញអញ្ចឹងហើយបងប្រុសក៏ស្មារតីត្រឡប់មកវិញទៅជាមនុស្សម្នាដែលអាចនិយាយគ្នាស្ដាប់បានហើយគាត់ក៏មានអារម្មណ៍ថាសប្បាយចិត្តនៅពេលដែលឮថាប្រពន្ធគាត់នៅតាមថែរក្សាគាត់អញ្ចឹងទៅនៅក្នុងឡានជាមួយគាត់អញ្ចឹងគាត់ក៏សប្បាយចិត្តគាត់ក៏រំភើបចិត្តហើយគាត់ថាមានវិប្បដិសារីនៅពេលដែលដឹងថាប្រពន្ធខ្លួននៅផ្ទះហើយគាត់នៅពិសាស្រាផឹកស្រាដល់អត់ងាយបានទៅផ្ទះដល់យប់ប្រឡប់រហូតដល់ប្រពន្ធមានគ្រោះថ្នាក់គាត់ថាគាត់ស្ដាយវិប្បដិសារីគាត់អត់យកប្រពន្ធទៀតទេគាត់នៅចិញ្ចឹមចិត្តមើលថែកូនប្រុសម្នាក់ហ្នឹងអញ្ចឹងណាហើយគាត់ក៏ធ្វើដំណើរទៅតាមទៅដល់ផ្ទះរបស់ប្រពន្ធរបស់បងដនហើយស្អែកឡើងក៏បងដនបានជួបប្រពន្ធគាត់ក៏ធ្វើដំណើរមកដល់ព្រលឹមឡើងអីចឹងទៅតាមធម្មតាក៏គាត់បានព្រាបរាប់សាច់រឿងនឹងប្រាប់មកកាន់ខ្ញុំហ្នឹងហើយរឿងហ្នឹងក៏មកដល់ទីបញ្ចប់ដែរហើយអរគុណសម្រាប់ការតាមដានស្ដាប់នៅវីដេអូរបស់ខ្ញុំប្រសិនបើពេញចិត្តកុំភ្លេចជួយចុច like និង subscribe ផងហើយមានតែអ្នកទាំងអស់គ្នាទេដែលជាកម្លាំងចិត្តខ្ញុំសម្រាប់ធ្វើវីដេអូបន្តទៀតបើសិនជាអត់មានអ្នកទាំងអស់គ្នាទេខ្ញុំក៏អត់មានកម្លាំងចិត្តក្នុងការធ្វើដែរចុះបើសិនជាមានកំហុសខុសឆ្គងកន្លែងណាខន្តីអភ័យទោសផងហើយប្រសិនបើមានសាច់រឿងណាដែលជួបផ្ទាល់ឬក៏ឮពីពុកម៉ែបងប្អូនឬក៏ឮពីមិត្តភ័ក្តិអីផ្សេងចង់ចែកម្លែកអាចតំណមកកាន់លេខទូរស័ព្ទ Telegram ដែលខ្ញុំដាក់នៅខាងក្រោម description បានយើងអាចចែកម្លែកជាការកម្សាន្តទាំងអស់គ្នាទៅហើយខ្ញុំនឹងព្យាយាមមានរឿងណាដែលល្អចង់ចែកម្លែកជាការកម្សាន្តអីខ្ញុំនឹងព្យាយាមធ្វើវីដេអូទៅកាន់អ្នកទាំងអស់គ្នាទៀតអរគុណជំរាបលា